តើនឹងមានអ្វីកើតឡើងនៅថ្ងៃដែលអ៊ីស្រាអែលបាញ់មីស៊ីលដែលមានឥទ្ធិពលបំផុតរបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់គ្មានអ្នកបើកបរគ្មានយន្តហោះគ្មានការព្រមានមីស៊ីលប្រភេទ Jericho 3ត្រូវបានបាញ់ចេញដោយស្ងៀមស្ងាត់ពីរូងក្រោមដីនៅក្បែរទីក្រុងតេអាវីលក្នុងរយៈពេលប្រមាណនាទីវាកំពុងហោះហើរទៅកាន់ទីអវកាសមីស៊ីលនេះអាចធ្វើដំណើរបានជាង4800គីឡូម៉ែត្រដែលធ្វើឲ្យទីក្រុងតេអ៊ីរ៉ង់ស្ថិតក្នុងចម្ងាយដែលវាអាចបាញ់ដល់វានឹងទៅដល់គោលដៅក្នុងរយៈពេលតិចជាង10នាទីដែលនេះគឺជាពេលវេលាខ្លីជាងការបញ្ជាទិញភីហ្សាទៅទៀតរ៉ាដារបស់អ៊ីរ៉ង់ចាប់បានសញ្ញានេះហើយការភ័យស្លន់ស្លោក៏កើតមានឡើងពួកគេមានពេលតិចជាង10នាទីដើម្បីប្រតិកម្មប្រព័ន្ធការពារ S300 ដែលផលិតដោយរុស្ស៊ីរបស់អ៊ីរ៉ង់ព្យាយាមស្ទាក់ចាប់វាប៉ុន្តែបរាជ័យមីស៊ីល Jericho 3ហោះលឿនពេកខ្ពស់ពេកនិងនៅលើគន្លងដែលប្រព័ន្ធរបស់ពួកគេមិនត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់នោះទេប៉ុន្តែនេះគឺជាអ្វីដែលធ្វើឲ្យវាកាន់តែគួរឲ្យខ្លាចនៅចំណុចនេះនៃសង្គ្រាមប្រទេសអ៊ីរ៉ង់បានបំផ្លាញមីស៊ីលរបស់ខ្លួនឯងជាង 90% រួចទៅហើយក្នុងការប៉ុនប៉ងវាយប្រហារទៅលើអ៊ីស្រាអែលលទ្ធភាពនៃការបាញ់តបវិញគឺស្ទើរតែគ្មានសល់ក្បាលគ្រាប់នេះផ្ទុកនៅថាមពលនុយក្លេអ៊ែរដល់ទៅ400គីឡូតោនដែលខ្លាំងជាងគ្រាប់បែកដែលបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ាដល់ទៅ20ដងមួយមីស៊ីលមួយទីក្រុង10នាទីគ្មានការការពារគ្មានឱកាសជាលើកទី2នេះគឺជាអាវុធដែលបានផ្លាស់ប្ដូរសម័យកាលទាំងមូលនៅក្នុងមជ្ឈិមបូព៌ា